សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទនៅថ្ងៃនេះគឺយប់ថ្ងៃពុធទី15ខែកក្កដាឆ្នាំ2026ម៉ោងនៅសហរដ្ឋអាមេរិកដែលឡែកនៅកម្ពុជាគឺថ្ងៃប្រហ័សទៅហើយណាពេលព្រឹកថ្ងៃទី16ខែកក្កដាបាទនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទខ្ញុំសម្រង់យកព័ត៌មានសំខាន់ចំនួន4មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទព័ត៌មានទី1នេះគឺបង្ហាញពីការមិនពេញចិត្តកាន់តែខ្លាំងឡើងរបស់អ្នកតាក់តែងច្បាប់សហរដ្ឋអាមេរិកដែលមកពីខាងគណៈបកប្រជាធិបតេយ្យដែលបានគ្រប់គ្រងញត្តិមួយច្បាប់មួយដែលកាត់បន្ថយថវិកាជំនួយយោធាទៅឲ្យប្រទេសអ៊ីស្រាអែលដោយសារតែស្ថានភាពកើតឡើងដែលអ៊ីស្រាអែលបានបង្កឡើងពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ីរ៉ង់នៅហ្គាហ្សាហើយនឹងនៅក្នុងប្រទេសលីបង់ផងដែរហើយព័ត៌មានទី2នេះគឺជាចំណេះដឹងមួយទៀតហើយជាការវិវត្តមួយដែលខ្ញុំចង់ឲ្យប្រិមិត្តមួយចំនួនជាពិសេសខាងកងកម្លាំងប្រដាប់អាវុធនឹងដឹងផងដែរគឺតាក់ទងជាមួយនឹងការប្រើប្រាស់ drone ឥឡូវនេះសហរដ្ឋអាមេរិកគឺគាត់បានបង្កើតគេហៅថា Academy គឺបណ្ឌិតសភាឬក៏ហៅថាសាលាបង្រៀនចុះថាបង្រៀនអញ្ចឹងមានន័យសំរុំជាងសាលាបង្រៀនខាង drone តែម្ដងមកបង្រៀន drone ការប្រើប្រាស់ drone សម្រាប់វិស័យការពិជាតិវិស័យសន្តិសុខទៅដល់ប្រទេសម៉ារ៉ុកឥឡូវនេះគឺពិភពលោកកំពុងតែងាកមកប្រើប្រាស់បច្ចេកវិទ្យា drone នឹងកាន់តែខ្លាំងឡើងហើយព័ត៌មានទី3ជាសេចក្តីរាយការណ៍របស់កាសែត Washington Post បាទ Washington Post គឺបានរាយការណ៍ឲ្យដឹងថាខាងសហរដ្ឋអាមេរិកហើយនិងអ៊ីរ៉ង់ឥឡូវនេះគឺបាញ់ដាក់គ្នាទៅវិញទៅមកបាទព្រឹកមិញដែលទៅជាពេលយប់មិញនៅកម្ពុជានោះខ្ញុំបានជម្រាបតែពីខាងសហរដ្ឋអាមេរិកបានវាប្រហារទៅលើគោលដៅយោធារបស់អ៊ីរ៉ង់ឥឡូវនេះ Washington Post ក៏ធ្វើបច្ចុប្បន្នភាពគឺបានបញ្ជាក់ថាអ៊ីរ៉ង់ក៏បានវាប្រហារតបតជាមួយនឹងសហរដ្ឋអាមេរិកដោយសម្ដៅទៅលើគោលដៅយោធារបស់សហរដ្ឋអាមេរិកមួយចំនួនបាទហើយព័ត៌មានចុងក្រោយនេះគឺសម្រាប់អ្នកនៅសហរដ្ឋអាមេរិកឥឡូវនេះគឺខាងរោងចក្រផលិតលុយរបស់សហរដ្ឋអាមេរិកកំពុងតែចាប់ផ្ដើមផលិតកាក់$1ដែលមានរូបលោកប្រធានាធិបតី Donald Trump ណាដាក់ឲ្យប្រិមិត្តប្រាស់ឲ្យនៅសហរដ្ឋអាមេរិកនេះដែលតាមធម្មតាជាទំនៀមទម្លាប់គឺប្រធានាធិបតីដែលនៅមានជីវិតចឹងគេមិនយកមកដាក់ទេឥឡូវនេះគឺលោកត្រាំលោកបាទទាមទារឲ្យដាក់រូបលោកពីព្រោះចំពេលខួបលើកទី250នៃការដែលសហរដ្ឋអាមេរិកបានឯករាជ្យពីចក្រភពអង់គ្លេសអញ្ចឹងនេះជាព័ត៌មានសំខាន់ដែលខ្ញុំចង់ក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងព័ត៌មានទី1នេះគឺជារឿងមួយដែលខ្ញុំចង់ជម្រាបជូនប្រិយមិត្តឲ្យដឹងអំពីការវិវត្តនយោបាយនៅក្នុងសហរដ្ឋអាមេរិកពាក់ព័ន្ធជាមួយនឹងប្រទេសអ៊ីស្រាអែលបាទនៅថ្ងៃនេះគឺខាងរដ្ឋសភារបស់សហរដ្ឋអាមេរិកគាត់មានចេញស្នើខាងគណៈបកសាធារណរដ្ឋក៏បានស្នើច្បាប់មួយដើម្បីកែប្រែថវិកាសម្រាប់ជាជំនួយយោធាហើយនិងជំនួយមនុស្សធម៌ទៅប្រទេសអ៊ីស្រាអែលបាទពេលហ្នឹងគឺមានខាងគណៈបកប្រជាធិបតេយ្យហ្នឹងជាង100នាក់គឺដល់103នាក់ហ្នឹងគឺគ្រប់គ្រងច្បាប់ហ្នឹងដើម្បីឲ្យកាត់បន្ថយជំនួយយោធាទៅប្រទេសអ៊ីស្រាអែលហ្នឹងតែម្ដងបាទដែលជារឿងមួយដែលសារព័ត៌មានរាយការណ៍ថាដើរផ្ទុយគ្នាជាមួយនឹងគោលនយោបាយដល់យូរលង់មកហើយរបស់គណៈបកប្រជាធិបតេយ្យដែលគ្រប់គ្រងប្រទេសអ៊ីស្រាអែលបាទការដែលចង់ឲ្យកាត់បន្ថយនោះគឺពាក់ព័ន្ធជាមួយនឹងថវិកាជំនួយយោធានិងមនុស្សធម៌ដែលមានទឹកប្រាក់ចំនួន$3,300 លានដែលសហរដ្ឋអាមេរិកផ្ដល់ជាប្រចាំទៅឲ្យខាងប្រទេសអ៊ីស្រាអែលក៏ប៉ុន្តែវិធានការនេះបានបរាជ័យដោយសារតែសម្លេងខាងគណៈបកសាធារណរដ្ឋបូកជាមួយនឹងគណៈបកប្រជាធិបតេយ្យមួយចំនួនបានបដិសេធថាអត់ទេមិនទាន់ដល់ពេលដែលទៅកាត់បន្ថយជំនួយទៅឲ្យយោធាដល់សហរដ្ឋអាមេរិកនោះទេក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្វីដែលជាសាច់រឿងសំខាន់នោះគឺបានបង្ហាញថាចំនួនសមាជិករដ្ឋសភានៃគណៈបកប្រជាធិបតេយ្យកាន់តែច្រើនឡើងរហូតដល់ជាង100នាក់103នាក់បានគ្រប់គ្រងឲ្យកាត់ជំនួយយោធាទៅដល់អ៊ីស្រាអែលដែលសហរដ្ឋអាមេរិកទោះបីជាប្រធានាធិបតីមកពីគណៈបកណាក៏ចាត់ទុកអ៊ីស្រាអែលជាសម្ព័ន្ធមិត្តដ៏
ស្អិតរមួតរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ាដែរណាប៉ុន្តែឥឡូវនេះគឺគាត់មានការធុញសម្បត្តិធុញទ្រាន់ដោយសារតែពាក់ព័ន្ធជាមួយនឹងបាទខាងអ៊ីស្រាអែលធ្វើសង្គ្រាមបាទសង្គ្រាមនៅក្នុងប្រទេសលីបង់មានការវាយប្រហារទៅលើប្រទេសលីបង់ហើយនឹងទៅលើក្រុមនៅតំបន់ហ្គាហ្សាដែលបណ្ដាលឲ្យមានជនស៊ីវិលស្លាប់ជាច្រើនអ្នកចឹងហើយសូម្បីតែអ្នកស្រីតីតប្រធានរដ្ឋសភានោះគឺអ្នកស្រី Nancy Pelosi ក៏គាត់បោះឆ្នោតគ្រប់គ្រងដែរឃើញបានចឹងបានន័យថាថ្នាក់ដឹកនាំធ្លាប់ជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបកប្រជាធិបតេយ្យនៅខាងរដ្ឋសភាក៏គ្រប់គ្រងថាទៅកាត់បន្ថយជំនួយយោធាទៅដល់អ៊ីស្រាអែលដែរហើយមេដឹកនាំខាងគណបកប្រជាធិបតេយ្យទី2បាទដែលទទួលបន្ទុកខាងថាវិន័យផ្ទៃក្នុងរបស់គណបកប្រជាធិបតេយ្យហ្នឹងក៏គ្រប់គ្រងឲ្យកាត់បន្ថយដែរបាទគាត់លោកស្រីក៏គ្រប់គ្រងដោយលោកស្រីបានបញ្ជាក់ថាលោកស្រីឈ្មោះថា Catherine Clark មកពីរដ្ឋ Massachusetts លោកស្រីបានបញ្ជាក់ថាគឺអាមេរិកមិនអាចនឹងផ្ដល់ជំនួយដោយគ្មានអ្វីជាក់លាក់ដោយអត់មានកំណត់ច្បាស់លាស់ទៅដល់អ៊ីស្រាអែលអញ្ចឹងបានទេបាទពីព្រោះអីវាជារឿងមួយដែលអ៊ីស្រាអែលធ្វើនឹងគឺប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិកបាទហើយអ្នកស្រីបានបញ្ជាក់ថាគឺរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីនេតិនយ៉ាហ៊ូនឹងគឺបាទមិនបានប្រព្រឹត្តអ្វីឲ្យស្របតាមស្តង់ដាររបស់សហរដ្ឋអាមេរិកនោះទេក៏ប៉ុន្តែសមាជិកប្រធានខាងគណៈបកប្រជាធិបតេយ្យនៅខាងរដ្ឋសភាគាត់បានបដិសេធណាមិនព្រមកាត់ជំនួយនោះទេអញ្ចឹងនេះគឺជាការមួយបង្ហាញនៅការមិនពេញចិត្តកាន់តែច្រើនឡើងចំពោះការដឹកនាំរបស់លោកនេតិនយ៉ាហ៊ូដែលធ្វើសង្គ្រាមនៅខាងក្រៅប្រទេសនេះបាទហើយក៏វាជាការបង្ហាញនៅការខ្វែងគំនិតគ្នាផងដែរនៅក្នុងជួរថ្នាក់ដឹកនាំនៃគណៈបកប្រជាធិបតេយ្យពាក់ព័ន្ធជាមួយនឹងគោលនយោបាយចំពោះប្រទេសអ៊ីស្រាអែលនេះបាទពីព្រោះប្រធានខាងប្រជាធិបតេយ្យគឺលោក Jeffrey Hakim គាត់មិនឲ្យកាត់ទេប៉ុន្តែលោកស្រីដែលជាមេដឹកនាំលំដាប់ទី2នៅខាងគណៈបកប្រជាធិបតេយ្យប្រចាំរដ្ឋសភាគាត់ថាត្រូវតែកាត់បន្ថយបាទហើយសូម្បីតែអ្នកស្រីអតីតប្រធានរដ្ឋសភាដែលជាមេដឹកនាំខាងគណៈបកប្រជាធិបតេយ្យក៏បោះឆ្នោតគ្រប់គ្រងឲ្យកាត់បន្ថយដែរបាទអញ្ចឹងដូច្នេះនេះគឺជាការបែកបាក់មួយទៀតហើយនៅក្នុងខាងគណៈបកប្រជាធិបតេយ្យនៅក្នុងរដ្ឋសភារបស់សហរដ្ឋអាមេរិកពាក់ព័ន្ធជាមួយនឹងគោលនយោបាយទៅលើប្រទេសអ៊ីស្រាអែលហើយព័ត៌មានទី2គឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Task Purpose បានបញ្ជាក់ឲ្យដឹងថាខាងយោធារបស់សហរដ្ឋអាមេរិកបាទឥឡូវនេះគឺបានចុះ MOU អនុសារណៈស្តីពីការយោគយល់ជាមួយនឹងប្រទេសម៉ារ៉ុកដើម្បីបង្កើតនៅគេហៅថា Drone Academy បាទ Academy ហ្នឹងពេលខ្លះយើងបកប្រែថាជាបណ្ឌិតសភាក៏បានឬក៏ក្នុងន័យនេះគឺមិនដល់កម្រិតនឹងទេហៅថាជាសាលាបង្រៀន drone តែម្ដងដល់យោធាហើយនឹងកងសន្តិសុខរបស់ប្រទេសម៉ារ៉ុកដើម្បីធ្វើសកម្មភាពប្រឆាំងនឹងភេរវកម្មដោយសារតែសហរដ្ឋអាមេរិកគាត់ផ្លាស់ប្ដូរយុទ្ធសាស្ត្រនៅក្នុងតំបន់ហ្នឹងដោយគាត់ដកកម្លាំងចេញពីប្រទេសម៉ារ៉ុកនៅតំបន់អាហ្វ្រិកណាបាទក៏ប៉ុន្តែស្ថានភាពនៅដដែលនៅគឺតាក់ទងជាមួយនឹងការវាយប្រហារទៅលើក្រុមភេរវកម្មបាទប្រឆាំងនឹងភេរវកម្មដូច្នេះដើម្បីឲ្យមានតុល្យភាពជួយដល់ទាហានរបស់ម៉ារ៉ុកនោះគឺសហរដ្ឋអាមេរិកបង្កើតនៅសាលាបង្រៀន drone បាទអញ្ចឹងគឺជាបច្ចេកវិទ្យាមួយដែលខាងប្រទេសមួយចំនួនកំពុងតែប្រើប្រាស់ជាពិសេសនៅក្នុងអំឡុងពេលសង្គ្រាមដោយដែលយើងបានឃើញនៅក្នុងសង្គ្រាមរបស់អ៊ុយក្រែនជាមួយនឹងរុស្ស៊ីហើយនឹងខាងអ៊ីរ៉ង់ហើយជាមួយនឹងសហរដ្ឋអាមេរិកជាដើមនោះបាទអញ្ចឹងនៅតាមសេចក្តីរាយការណ៍នេះឲ្យដឹងថាគេថាមជ្ឈមណ្ឌលបាទបទពិសោធន៍និងវឹកវើមជ្ឈមណ្ឌលពិសោធន៍និងវឹកវើបាទពហុជំនាញនៅអាហ្វ្រិកនេះគឺមានគម្រោងនឹងធ្វើឲ្យបានដំណើរការនៅឆ្នាំ2030បាទអញ្ចឹងគឺបានន័យថា4ឆ្នាំទៀតជាពេលដែលគេត្រូវពង្រីកសាលាហើយនឹងកម្មវិធីដើម្បីពង្រៀន drone បាទអញ្ចឹងខ្ញុំយកព័ត៌មាននេះមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាដើម្បីឲ្យដឹងថា drone គឺជាអាវុធថ្មីនៅក្នុងសង្គ្រាមដែលកើតមានឡើងហើយបណ្ដាប្រទេសមួយចំនួនគឺវិនិយោគយ៉ាងច្រើនទៅលើ
លើអាវុធដ្រូននេះមកបាទហើយព័ត៌មានទី3គឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post មក Washington Post បានរាយការណ៍ឲ្យដឹងថាគឺសហរដ្ឋអាមេរិកហើយនិងអ៊ីរ៉ង់ឥឡូវនេះគឺបាញ់ដាក់គ្នាទៅវិញទៅមកហើយបាទដោយសេចក្តីរាយការណ៍កាលពីព្រឹកមិញបានបង្ហាញថាសហរដ្ឋអាមេរិកបានវាប្រហារទៅលើគោលដៅយោធារបស់ប្រទេសអ៊ីរ៉ង់ដែលមានកន្លែងឃ្លាំងស្តុកមីស៊ីលសំកាំង cruise missile ហើយនឹងជើងទម្រសម្រាប់បាញ់ផងដែរប៉ុន្តែឥឡូវនេះសេចក្តីរាយការណ៍នេះបានឲ្យដឹងថាខាងអ៊ីរ៉ង់បាទក៏បានវាយប្រហារតបតទៅលើគោលដៅយោធារបស់សហរដ្ឋអាមេរិកផងដែរបាទគឺមានការវាយប្រហារទៅលើគោលដៅយោធារបស់សហរដ្ឋអាមេរិកនៅប្រទេសគុយវ៉ែតនៅបារ៉ែនហើយនៅយ៉ូដានីបាទគឺសំដៅទៅបណ្ដាប្រទេសទាំងអស់នោះគឺធ្វើឲ្យប្រទេសនោះមានការខឹងសម្បារផងដែរបាទហើយនេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ដែលបានបញ្ជាក់នៅថ្ងៃពុធនេះបានបញ្ជាក់ឲ្យដឹងបាទលោកបានបញ្ជាក់ថាការវាយប្រហារនេះគឺជាការឆ្លើយតបផងដែរហើយទាហានរបស់អ៊ីរ៉ង់នឹងឆ្លើយតបដោយកម្លាំងពេញលេញតែម្ដងនិងកម្លាំងខ្លាំងក្លាចំពោះការឈ្លានពានរបស់សហរដ្ឋអាមេរិកហើយក៏ទាហានរបស់អ៊ីរ៉ង់នេះក៏ត្រៀមលក្ខណៈផងដែរនៅក្នុងការពារគ្រប់មីលីម៉ែត្រនៃទឹកដីរបស់ប្រទេសអ៊ីរ៉ង់បាទហើយព័ត៌មានចុងក្រោយគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Politico បានរាយការណ៍ដឹងថាឥឡូវនេះគឺខាងក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកគឺបានចេញផ្សាយឲ្យដឹងនៅថ្ងៃពុធនេះថាឥឡូវនេះគឺរោងចក្រផលិតលុយរបស់សហរដ្ឋអាមេរិកនឹងកំពុងតែចាប់ផ្ដើមដំណើរការផលិតកាក់មាសដែលមានតម្លៃ$1ឲ្យចាយដោយមានរូបលោកប្រធានាធិបតី Donald Trump ឥឡូវនេះនៅក្នុងរូបភាពនេះប្រិមត្តឃើញណាគឺរូបលោកប្រធានាធិបតី Donald Trump មួយចំហៀងបាទមួយចំហៀងទៀតដាក់ United States of America $1 ជាលុយជាលុយហ្នឹងគឺបញ្ជាក់ថា$1ហើយការដែលសហរដ្ឋអាមេរិកបានផលិតដំណើរការផលិតនេះគឺដើម្បីឲ្យស្របជាមួយនឹងខួបលើកទី250នៃការដែលសហរដ្ឋអាមេរិកបានឯករាជ្យថ្ងៃបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិកដើម្បីជាការមួយសម្ដែងនៅធម្មពលកម្លាំងនិងតម្លៃរបស់សហរដ្ឋអាមេរិកហើយនឹងក៏ជាការមួយដើម្បីសន្យាថាប្រជាជាតិសហរដ្ឋអាមេរិកនេះគឺមានការបដិញ្ញាចិត្តនៅក្នុងការថែរក្សាសេរីភាពសម្រាប់មនុស្សគ្រប់រូបទាំងអស់នេះបើតាមការសរសេររបស់លោក Scott Bessent ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបាទដែលលោកបានសរសេរនៅតាមបណ្ដាញសង្គមណាគឺគាត់ថានឹងផលិតលុយនេះហើយបើតាមធម្មតាគឺប្រធានាធិបតីដែលនៅមានជីវិតអញ្ចឹងគឺសហរដ្ឋអាមេរិកគឺមិនដាក់នៅក្នុងរូបិយប័ណ្ណទេឬក៏កាក់អីទេក៏ប៉ុន្តែឥឡូវនេះចូលលក្ខណៈពិសេសបាទឥឡូវនេះមានការពិភាក្សាគ្នាពីផ្លូវច្បាប់ធ្វើខុសធ្វើត្រូវក៏ប៉ុន្តែខុសត្រូវយ៉ាងណាក៏ដោយគឺខាងរោងចក្រហ្នឹងគឺរោងពុំគាត់កំពុងតែផលិតកាក់ហ្នឹងហើយបាទនេះជាព័ត៌មានសំខាន់សម្រាប់ជម្រាបជូនប្រិយមិត្តទាំងអស់គ្នាអញ្ចឹងបើសិនជាចេញលុយនេះផ្សាយចេញកាក់ហ្នឹងគឺប្រិយមិត្តមួយចំនួនប្រហែលជាត្រូវយករក្សាទុកឬក៏ចាយតាមហ្នឹងទៅបាទអញ្ចឹងសូមអរគុណប្រិយមិត្តច្រើនដែលចូលមកទទួលការចែករំលែកព័ត៌មានរបស់ខ្ញុំតាក់ទងជាមួយនឹងបច្ចុប្បន្នភាពអាមេរិកាំងបាទសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអន្តរជាតិបាទនៅថ្ងៃនេះគឺថ្ងៃពុធទី15ខែកក្កដាឆ្នាំ2026វេលាពេលព្រឹកម៉ោងនៅសហរដ្ឋអាមេរិកនេះបាទដោយឡែកនៅក្នុងប្រទេសកម្ពុជាគឺវេលាយប់ទៅហើយណាបាទអញ្ចឹងនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនេះខ្ញុំសម្រាប់ជ្រើសរើសយកព័ត៌មានចំនួន3មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទគឺទី1នេះគឺជាការជួបប្រជុំរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មការព្រំដែនបាទថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃបាទដែលជួបប្រជុំគ្នានៅពេលព្រឹកមិញណាបាទហើយគឺមានសេចក្តីរាយការណ៍ពីខាងសារព័ត៌មានថៃក៏បានឲ្យដឹងផងដែរបាទដោយមានការរាយការណ៍ខ្លះខុសពីអ្វីដែលខាងកម្ពុជាបានលើកឡើងដូច្នេះខ្ញុំយកទាំងសងខាងមកជម្រាបជូន
ប្រិមត្តនេះដើម្បីឲ្យបានដឹងថាតើខាងយើងរីកាយ៉ាងម៉េចខាងថៃរីកាយ៉ាងម៉េចនេះឯងជាប្រភពដែលផ្ដល់នៅព័ត៌មានទាំងសងខាងបានគ្រប់ជ្រុងជ្រោយហើយតែខាងថៃរីកាមានភាពមិនសុក្រិតយ៉ាងម៉េចខ្ញុំជម្រាបជូនប្រិមត្តនៅក្នុងកម្មវិធីនេះបាទហើយព័ត៌មានទី2នេះគឺតាមការបញ្ជាក់ឲ្យដឹងរបស់ខាងយុទ្ធភូមិភាគកណ្ដាលបាទគឺបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកហ្នឹងគឺបានឲ្យដឹងថាសហរដ្ឋអាមេរិកបានបើកការវាយប្រហារបន្ថែមទៀតហើយទៅលើបាទប្រទេសអ៊ីរ៉ង់ទៅលើគោលដៅសំខាន់មួយចំនួនរបស់អ៊ីរ៉ង់បាទគោលដៅយោធាក្រោយពីមានការខិតខំប្រឹងប្រែងបិទតាមច្រកសមុទ្រដោយយោធារបស់សហរដ្ឋអាមេរិកបាទដូច្នេះការឡើងនៅកម្ដៅរវាងសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់នេះអាចនឹងធ្វើឲ្យខូចទៅដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពផងដែរហើយព័ត៌មានចុងក្រោយនេះគឺសហភាពអឺរ៉ុបបានចុះហត្ថលេខាជាមួយនឹងអ៊ុយក្រែនដើម្បីផលិត drone រួមគ្នាបាទផលិត drone រួមគ្នាដែលជាកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការទទួលយកនៅបច្ចេកវិទ្យាពីខាងអឺរ៉ុបមកបូកបញ្ចូលជាមួយនឹងបច្ចេកវិទ្យារបស់ខ្លួនដើម្បីបង្កើននៅប្រសិទ្ធភាពរបស់ drone បាទហើយអ៊ុយក្រែនបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងបែបនេះជាមួយនឹងខាងប្រទេសមួយចំនួនជាច្រើនគឺរហូតមកដល់ពេលនេះគឺមាន9ទៅហើយណាដែលអ៊ុយក្រែនបានប្រែក្លាយនៅការឈឺចាប់រងគ្រោះរបស់ខ្លួនទៅជាចំណេះដឹងមួយចែកទៅឲ្យពិភពលោកផងដែរបាទនេះជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនៅថ្ងៃពុធទី15ខែកក្កដាឆ្នាំ2026នេះបាទនៅព័ត៌មានទី1នេះបាទព័ត៌មានទី1នេះសូមជូនសេចក្តីរាយការណ៍នេះគឺដកសងប្រភពពីខាងកម្ពុជាហើយនិងខាងភាគីថៃណាបាទអញ្ចឹងខ្ញុំសូមជូនទាំងថៃទាំងកម្ពុជាបានរាយការណ៍អំពីកិច្ចប្រជុំរវាងក្រុមលេខាធិការដ្ឋាននៃគណៈកម្មការព្រំដែនហ្នឹងបាទបើយោងតាមការឲ្យដឹងពីខាងភាគីកម្ពុជាបាទគឺបានឲ្យដឹងថាក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ RBC នៃយុទ្ធភូមិភាគទី4របស់កម្ពុជានិងកងទ័ពភូមិភាគទី2របស់ថៃនឹងបានជួបប្រជុំក្រៅផ្លូវការនៅវេលាម៉ោង11នាទីថ្ងៃមិញហ្នឹងបាទដែលរៀបចំឡើងនៅជាំសង្ងាំស្រុកអន្លង់វែងខេត្តឧត្តរមានជ័យបាទដែលនៅទីនេះគឺមានការជួបប្រជុំគ្នានេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិរបស់កម្ពុជាហើយក្រសួងបានបន្ថែមថានៅក្នុងកិច្ចប្រជុំនោះគឺខាងភាគីកម្ពុជាបានទាមទារឲ្យភាគីថៃបញ្ឈប់ការឈូសឆាយធ្វើផ្លូវនឹងមិនឲ្យពង្រីកភូមិសាស្ត្រឬក៏សកម្មភាពរីលូបន្លានៅក្នុងតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជានិងតំបន់ដែលមិនទាន់ដាច់ស្រេចហើយកម្ពុជាបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការចាប់ផ្ដើមការងារវាស់វែងបាទការងារវាស់វែងនិងខណ្ឌសីមានៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC បាទឲ្យបានឆាប់បំផុតតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរបាទដែលបានព្រមព្រៀងគ្នាកន្លងមកកាលពីថ្ងៃទី27ធ្នូឆ្នាំ2025ហើយបើតាមក្រសួងការពារជាតិកម្ពុជាបានបន្ថែមថាហេតុការណ៍តាក់ទងជាមួយនឹងការបាញ់និងការបង្កការផ្ទុះគឺភាគីកម្ពុជាបានស្នើឲ្យមានការផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់បំផុតដើម្បីកុំឲ្យមានការយល់ច្រឡំនិងដាក់ចេញនៅវិធានការទប់ស្កាត់កុំឲ្យកើតមានបន្តទៀតដើម្បីជៀសវាងការកើនឡើងនៅភាពតានតឹងដែលមិនចាំបាច់ហើយកម្ពុជាក៏បានស្នើឲ្យភាគីថៃនឹងចូលរួមសហការក្នុងការអប់រំទាហានរបស់ខ្លួននឹងឲ្យមានការរឹតបន្តឹងវិន័យដល់កម្លាំងជួរមុខរបស់ខ្លួនបាទធ្វើយ៉ាងណាដើម្បីទប់ស្កាត់កុំឲ្យមានការធ្វើសកម្មភាពណាមួយដែលអាចឈានទៅដល់ការបង្កហេតុដូចជាការបាញ់បោះការរីលូបន្លានិងការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យជាដើមដែលធ្វើឡើងដោយទាហានរបស់ថៃមកលើខាងទាហានរបស់កម្ពុជានៅពេលដែលខ្លួនរីលូបន្លាហើយត្រូវបានខាងភាគីកម្ពុជាទៅទប់ស្កាត់បាទនេះគឺជាសេចក្តីរាយការណ៍ដែលខាងភាគីកម្ពុជាបានចេញផ្សាយណាបាទដោយឡែកខាងសារព័ត៌មានថៃវិញគឺ The Nation បាទ The Nation ក៏បានរាយការណ៍ផងដែរបាទដែលមានលក្ខណៈខុសពីខាងកម្ពុជាបន្តិចបាទដូច្នេះនេះគឺជារឿងសំខាន់ណាស់ដែលខាងភាគីកម្ពុជាបានជម្រាបហើយខាង
ពីគីខាងថៃនោះគាត់បាននិយាយផ្សេងទៅខាងសារព័ត៌មានរបស់គាត់អញ្ចឹងខ្ញុំបាទជម្រាបជូនទាំងសងខាងតែម្ដងហើយសូមបើកវងកញ្ចក់បន្តិចមុននឹងចូលដល់ព័ត៌មានបន្ថែមពីសេចក្តីរាយការណ៍របស់ The Nation ពេលទៅដល់ស្រុកខ្មែរ Nation ហ្នឹងថៃគាត់បាត់អត់ឲ្យមើលអ្នកនៅស្រុកខ្មែរបានមើលឃើញខ្ញុំហើយបាងកកប៉ុស្តិ៍ឲ្យបាត់ឲ្យមើលឃើញខៅសូតមើលឃើញនៅស្រុកខ្មែរដល់បាងកកប៉ុស្តិ៍ Nation ហ្នឹងមើលអត់ឃើញបាទខ្ញុំសួរទៅខាងមិត្តភ័ក្ដិខ្ញុំដែលនៅខាងភាគីកម្ពុជាដែរគាត់ថាអត់មានបិទទេខាងកម្ពុជាមិនបានបិទwebsite ទាំងអស់នោះគឺខាងថៃជាអ្នកបិទដោយសារអីដោយសារតែឃើញខាងកម្ពុជាយើងចូលទៅ comment ហ្នឹងខ្លាំងដល់អញ្ចឹងទៅពួកនោះមិនចង់ឲ្យឃើញ comment ពីគឺជួយទៅធ្វើអត្ថាធិប្បាយនៅក្នុង page របស់គេហ្នឹងដូច្នេះគេមិនចង់ឲ្យឃើញគេបិទខាងយើងមានតែខៅសូតមួយទេការពិតដែលខ្ញុំគិតថាបើសិនជាខាងកម្ពុជាបិទគួរតែបិទខៅសូតបាទក៏ប៉ុន្តែបែរជាខៅសូតមើលឃើញទៅវិញអញ្ចឹងដូច្នេះខ្ញុំជឿថាកម្ពុជាគាត់មិនបិទទេដោយដែលការពន្យល់មកខ្ញុំចឹងខ្ញុំអាចទទួលបានពួកខៅសូតហ្នឹងគាត់មានលក្ខណៈអុចអាលច្រើនដែរណាបាទហើយគាត់ក៏បាទរីគុណទៅដល់ខាងភាគីថៃដែរប៉ុន្តែគាត់មានលក្ខណៈឯករាជ្យអញ្ចឹងដូច្នេះគាត់មិនខ្វល់ខ្លាចខាងរដ្ឋាភិបាលថៃចាប់ទោសអូដំណើរគាត់បិទស្ថាប័នរបស់គាត់អញ្ចឹងដូច្នេះគាត់បើកណាចូល comment មិនចូលទៅឃើញមានម្ដងមកកាលគាត់បានសរសេរថាសូមមេត្តា comment ដោយភាពថ្លៃថ្នូរដែរប៉ុន្តែ donation ហើយនឹងបាងកកប៉ុនគាត់ខ្លាចខ្លាំងគាត់បិទមិនឲ្យ fan នៅស្រុកខ្មែរឃើញណាបាទឥឡូវខ្ញុំមកអាមេរិកនេះវិញបានមើលឃើញវិញបាទគាត់មើលឃើញវិញអញ្ចឹងឥឡូវនេះសូមត្រឡប់មកវិញអញ្ចឹងរឿងដែលខាងភាគីកម្ពុជាបានរាយការណ៍ដោយដែលខ្ញុំបានជម្រាបអំបញ្ញមិញណាបាទឥឡូវខាងកាសែតថៃវិញមើលប្រិមិត្តមើលឃើញតែចំណងជើងក៏ដឹងដែរអញ្ចឹងគឺខាងភាគីថៃក៏ថាសំទោសខាងកាសែតថៃក៏ថាយោធាថៃហ្នឹងបែរជាទៅទាមទារឲ្យកម្ពុជានឹងស៊ើបអង្កេតអំពីការផ្ទុះតាមព្រំដែនហើយនឹងឈប់ឲ្យកម្ពុជានឹងបាទចល័តតបមកមុខថែមទៀតបាទនេះគឺបើសិនជាប្រិមិត្តមួយចំនួនដែលនៅក្រៅប្រទេសហ្នឹងគាត់មើលឃើញតែសារព័ត៌មានថៃដោយសារតែគាត់មិនមើលទៅខាងប្រភពកម្ពុជាបាទគាត់អាចនិយាយថាថៃគេទៅពមៀនខ្មែរទៅពមៀនអីកុំឲ្យធ្វើប្រទេសផ្ដាយទៀតហើយឃើញទេបាទអញ្ចឹងដូច្នេះអញ្ចឹងវាជាការសំខាន់ណាស់ដែលត្រូវមើលទាំងសងខាងតើខាងកម្ពុជារាយការណ៍យ៉ាងម៉េចខាងថៃរាយការណ៍យ៉ាងម៉េចបាទយើងមើលបញ្ហាទាំងអស់ហ្នឹងបាទឥឡូវខាងថៃគាត់រាយការណ៍ថាគឺខាងយុទ្ធភូមិភាគ2របស់ថៃហ្នឹងគឺបានបាទទាមទារផ្លូវការហ្នឹងបើតាមភាសាថៃរាយការណ៍គាត់ថាទាមទារជាផ្លូវការឲ្យកម្ពុជានឹងស៊ើបអង្កេតអំពីករណីផ្ទុះជាបន្តបន្ទាប់ដែលនៅតាមបណ្ដោយព្រំដែនរួមរវាងប្រទេសទាំងពីរបាទក្នុងនោះរួមមានការផ្ទុះកាលពីពេលថ្មីនេះក្នុងខែកក្កដាហ្នឹងបាទហើយខាងយោធាថៃហ្នឹងក៏បានណែនាំទៅដល់ខាងជំរាបទៅដល់ខាងភាគីកម្ពុជាកម្លាំងកម្ពុជានឹងឲ្យបាទបញ្ឈប់ការរុលកងកម្លាំងចល័តទ័ពហ្នឹងមកខាងមុខបន្ថែមទៀតបាទហើយក៏ដូចជាការបញ្ឈប់នៅការធ្វើមូលដ្ឋានប្រតិបត្តិការថ្មីបន្ថែមទៀតនៅជិតតំបន់ព្រំដែនដើម្បីរារាំងកុំឲ្យមានការប៉ះទង្គិចគ្នាដោយយថាហេតុណាមួយហើយខាងមន្ត្រីរបស់ថៃហ្នឹងក៏បានបញ្ជាក់ថាគឺខាងភាគីរបស់ខ្លួនហ្នឹងក៏បានទទួលខុសត្រូវបាទក៏មិនបានទទួលខុសត្រូវចំពោះការដែលធ្វើឲ្យមានការសម្លេងផ្ទុះបាទដែលបានកម្ពុជាបានស្នើឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះទេបាទគឺបានន័យថាកម្ពុជាបានក៏ឲ្យខាងថៃស៊ើបអង្កេតវិញដែរឃើញក៏ប៉ុន្តែខាងថៃបដិសេធថាខ្លួនមិនបានធ្វើឲ្យមានសម្លេងផ្ទុះនោះទេបាទហើយគឺក្នុងនោះគឺមានការស្នើឲ្យខាងកម្ពុជាក៏កម្ពុជាទៅតែស៊ើបអង្កេតពីបញ្ហានោះផងដែរបាទហើយសូមស្នើកុំឲ្យកម្ពុជាហ្នឹងគឺបាទចល័តតបមកមុខបន្ថែមទៀតអីដែលមកគៀកនឹងលុះបន្លាដែលខាងថៃដាក់មកហ្នឹងបាទដើម្បីជៀសវាងការយល់ច្រឡំការប៉ះទង្គិចគ្នាបាទហើយបើទោះបីជាមានបើតាមសេចក្តីរាយការណ៍របស់ The Nation ក៏ថាបើទោះបីជាមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខក៏ដោយក៏លេខាធិការដ្ឋាននៃយុទ្ធភូមិភាគទាំងពីរហ្នឹងក៏បានកត់សម្គាល់នៅថាមានការនៅទំនាក់ទំនងគ្នាជាប់ជាប្រចាំផងដែរគឺមិនអខាននោះទេអញ្ចឹងហើយបានជាខាង Nation ក៏រាយការណ៍ដឹងថាក្នុងរយៈពេល6ខែចុងក្រោយនេះបាទ6ខែចុងក្រោយនេះបាទបន្ទាប់ពីកិច្ចប្រជុំលើកទី3របស់ក្រុម JBC
កាលពីថ្ងៃទី27 ខែធ្នូហ្នឹងគឺភាគីទាំងពីរបានសម្របសម្រួលគ្នាហ្នឹងគឺមានរឿងរ៉ាវកើតឡើងហ្នឹងគឺបានសម្របសម្រួលគ្នារហូតដល់142ដងបាទ142ដងដែលធ្វើឲ្យមានដំណោះស្រាយយ៉ាងច្បាស់លាស់បាទដោយសន្តិភាពដោយសន្តិវិធីផងដែរតាក់ទងជាមួយនឹងការប៉ះទង្គិចគ្នាឬក៏ហេតុការណ៍តាមបណ្ដោយព្រំដែនបើអញ្ចឹងដូច្នេះបើយើងមើលតាមការរាយការណ៍របស់កាសែត The Nation ហ្នឹងគឺឲ្យដឹងថាបាទការទំនាក់ទំនងគ្នានឹងនៅមានជាប់ជាប្រចាំការជូនដំណឹងគ្នាទៅវិញទៅមកហ្នឹងអត់មានទៅជាមិនបានបញ្ឈប់ទេជាវាងការយល់ច្រឡំហើយកាសែត The Nation ក៏បានរាយការណ៍បន្ថែមថាប្រតិភូថៃហ្នឹងក៏បានសម្ដែងនៅការដឹងគុណចំពោះកម្ពុជាបាទក្នុងការធ្វើកិច្ចសហប្រតិបត្តិការខាងផ្នែកស្ថាប័នបាទជាពិសេសនោះគឺថៃបានអរគុណកម្ពុជាក្នុងការដែលធ្វើមេត្តាភូមិនិវត្តន៍គឺបរិមម្នាក់ឈ្មោះយ៉តសៃណយបាទដែលជាជនជាតិថៃបាទហើយបានដើរច្រឡំចូលទៅក្នុងទឹកដីរបស់កម្ពុជាកាលពីថ្ងៃទី15 ខែឧសភាកន្លងទៅនេះបាទអញ្ចឹងគឺខាងភាគីថៃបានរាយការណ៍ដូចនេះណាបាទអញ្ចឹងគឺខ្ញុំបានចងក្រងទាំងខាងប្រតិកម្មពីខាងភាគីរបស់កម្ពុជារាយការណ៍ពាក់ព័ន្ធជាមួយនឹងជំនួបដែលបានកើតឡើងនៅថ្ងៃនេះហើយនៅខាងភាគីថៃបាទអញ្ចឹងដូច្នេះប្រិមិត្តទទួលយកព័ត៌មាននេះឲ្យពិចារណាដោយខ្លួនឯងបាទហើយព័ត៌មានទី2បាទព័ត៌មានទី2គឺជាសេចក្តីប្រកាសរបស់ខាងមេបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកឬក៏យើងហៅថាមេបញ្ជាការយុទ្ធភូមិភាគកណ្ដាលរបស់សហរដ្ឋអាមេរិកដែលបានបញ្ជាក់ឲ្យដឹងថាគឺខាងសហរដ្ឋអាមេរិកបានបើកការវាយប្រហារទាំងព្រឹកព្រលឹមទៀតតែម្ដងទៅលើបាទគោលដៅប្រឆាំងជាមួយនឹងប្រទេសអ៊ីរ៉ង់ប្រទេសអ៊ីរ៉ង់បាទនេះបើតាមការបញ្ជាក់ណាបាទអញ្ចឹងគឺសេចក្តីរាយការណ៍ដែលខ្ញុំដកស្រង់មកនេះទាំងពីខាងបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកក៏ដូចជាសារព័ត៌មាន The New York Times បានរាយការណ៍ណាគឺសហរដ្ឋអាមេរិកនឹងបើកការវាយប្រហារបន្ថែមទៀតតែម្ដងប្រឆាំងនឹងប្រព័ន្ធការពារតាមបណ្ដោយឆ្នេរសមុទ្ររបស់អ៊ីរ៉ង់ហើយនឹងកន្លែងឃ្លាំងស្តុកគ្រូមីស៊ីលបាទមីស៊ីលសំកាំងរបស់ខាងសហរដ្ឋអាមេរិកនេះហើយក៏ដូចជាកន្លែងដែលសហរដ្ឋអាមេរិកសំទោសខ្ញុំនិយាយច្រឡំគឺប្រព័ន្ធការពារដែនអាកាសរបស់ខាងអ៊ីរ៉ង់បាទប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ហើយនឹងឃ្លាំងស្តុកមីស៊ីលសំកាំងរបស់អ៊ីរ៉ង់ហើយក៏ដូចជាកន្លែងដែលអ៊ីរ៉ង់ប្រើប្រាស់ដើម្បីបាញ់មីស៊ីលផងដែរបាទនេះគឺការវាប្រហារនឹងធ្វើឡើងនៅថ្ងៃពុធនេះតែម្ដងណាថ្ងៃពុធទី15 ខែកក្កដានេះបាទក្រោយពីខាងសហរដ្ឋអាមេរិកបានដាក់រារាំងនៅប្លុកខាងជើងទឹករបស់អ៊ីរ៉ង់ហើយនឹងកំពង់ផែរបស់អ៊ីរ៉ង់បាទដោយឡែកអ៊ីរ៉ង់វិញគាត់គម្រាមកំហែងថាបាទនឹងបិទចោលការនាំចេញធម្មពលពីព្រោះនៅក្នុងកិច្ចព្រមព្រៀងក្នុងពេលកន្លងមកនោះគឺសហរដ្ឋអាមេរិកអនុញ្ញាតឲ្យអ៊ីរ៉ង់នាំចេញធម្មពលប្រេងរបស់ខ្លួននោះទៅកាន់ពិភពលោកដើម្បីអាចមានចំណូលឥឡូវអ៊ីរ៉ង់គាត់ថាគាត់អាចនឹងឈប់នាំប្រេងចេញដែរដើម្បីធ្វើឲ្យពិភពលោកខ្វះប្រេងណាបាទក៏ប៉ុន្តែបាទនឹងជាជំរឿសរបស់អ៊ីរ៉ង់ទេបើសហរដ្ឋអាមេរិកបើកឲ្យគាត់ចង់បញ្ឈប់នៅរឿងរបស់គាត់បាទឥឡូវនេះគាត់គម្រាមកំហែងចឹងដោយសារតែសហរដ្ឋអាមេរិកវាយប្រហារទៅលើគាត់បាទការវាយប្រហារហ្នឹងគឺបើតាមសេចក្តីរាយការណ៍របស់ខាង New York Times បញ្ជាក់ថាវាជាការមួយការឡើងកម្ដៅបន្ថែមទៀតបាទដោយមានការវាយប្រហារសងសឹកគ្នាទៅវិញទៅមករវាងភាគីទាំងពីរជាពិសេសគឺភាគីទាំងពីរនឹងខិតខំព្យាយាមដើម្បីគ្រប់គ្រងច្រក Hormuz បាទដែលជាប្រភពដ៏សំខាន់នៃសេដ្ឋកិច្ចជាពិសេសប្រេងទៅកាន់ពិភពលោកនោះគឺកន្លែងច្រកនេះគឺគ្របដណ្ដប់ទៅលើប្រភពប្រេងចំនួន 1/5 នៃប្រេងដែលនាំទៅពិភពលោកប្រេងនិងឧស្ម័នណាបាទអញ្ចឹងនេះគឺខាងសហរដ្ឋអាមេរិកបានបញ្ជាក់ក៏ប៉ុន្តែតាម New York Times គាត់ថានៅមិនទាន់មានសេចក្តីរាយការណ៍ពីបណ្ដាញសារព័ត៌មានរបស់អ៊ីរ៉ង់នៅឡើយទេដែលថាតើខាងសហរដ្ឋអាមេរិកវិភាគនេះអ៊ីរ៉ង់គាត់រាយការណ៍ថា